ដោយជាពាក្យ admin ថាសិស្សមករៀនគឺត្រូវការគ្រូប៉ុន្តែមើលនឹងយូរត្រូវការគ្នាទៅវិញទៅមកហើយលើចឹងតិចថាមានសាវ៉ាទៅមិននិយាយគ្រាន់តែជាទ្រឹស្ដីដើម្បីឲ្យគ្នាយើងអនុវត្តតែប៉ុណ្ណោះហើយចឹងមកថាពេលយល់នឹងថាបង្រៀនទៅកាន់មនុស្សឲ្យសាវ៉ានឹងមានចូលសកម្មសាច់រឿងរបស់ចឹងតែម្ដងទៅប៉ុន្តែប្រសិនមកជាមានសម្លេងរំខានអីសូមអធិស្ឋានឲ្យមានផងគ្នាយើងដោយសារតែនៅតែមាននឹងមិនគឺទៅតែភ្លៀងហើយនោះទេដោយសាររឿងរបស់យើងចាប់ដើមពីនេះមិនតពីចឹងសម្រាប់ទៅកាន់បេសាយពួកចោចាំក៏ពិតជាមានកម្មចាប់អាខ្លាំងមែនទែននឹងក៏បានឆ្ងល់តែម្ដងទៅគេសម្រាប់ទៅកាន់បេសាយមែនដែរទេហើយពួកវាក៏បានរអ៊ូទៀតហើយតើនេះគឺជាសបិនមែនដែរទេគេគឺអាចប្រតិជាខ្លាំងនឹងក៏អាចសម្រាប់ទៅកាន់បេសាយបានទៀតផងអញ្ចឹងมันមានន័យថាគេគឺជាអ្នកអមតៈទេមែនទេនឹងចឹងក៏បាននិយាយផងដែរថាគាត់គឺបានសម្រាប់ទៅកាន់សត្វចម្លែកហើយពួកចោចាំក៏បានឃើញគឺថាលោកតកងចោគោរពទៅកាន់ចឹងតែម្ដងនឹងក៏បានហៅថាអ្នកអមតៈក៏ព្រមទាំងបានសួរថាតើខ្ញុំមានបាននិយាយអ្វីប៉ះពាល់ទៅកាន់អ្នកអមតៈដែរឬទេក៏ប៉ុន្តែចឹងក៏ដូចជាមិនខ្វល់នោះទេឆាប់ឲ្យពួកគេងើបឡើងភ្លាមមកនឹងក៏បានសួរទៅកាន់អាចារ្យរបស់យើងហើយខ្ញុំក៏បានឆ្នះហើយតើនាងប្រន់ធ្វើជាសិស្សរបស់ខ្ញុំដែរឬទេក៏បានលើអាចារ្យរបស់យើងនាងក៏បានកំពុងដែរបុរសខ្លាំងម្នាក់នេះហើយរបៀបបានត្រូវយកខ្ញុំធ្វើជាសិស្សទៅវិញប៉ុន្តែគណៈមនុស្សបុរសម្នាក់ក៏បានមកស្រែកទៅកាន់នាងហើយយ៉ាងណាមិញម្ចាស់ក្រុងក៏ជឿអ្នកអមតៈយ៉ាងណាមិញអ្នកស្វែងអង្គគ្រប់គាត់ធ្វើជាគ្រូទៅបន្ទាប់ពីការបញ្ចុះបញ្ចូលរបស់កូនចៅនិងអាចារ្យរបស់យើងក៏ព្រមលុតជង្គង់ទទួលយកចឹងធ្វើជាគ្រូតែម្ដងដែលយើងក៏បានឲ្យឈ្មោះទៅកាន់អាចារ្យធំម្នាក់នឹងផងដែរដែលនាងក៏មានឈ្មោះថាចាងសៀវសូមគោរពទៅកាន់លោកគ្រូធ្វើជាគ្រូរបស់ខ្ញុំនិងនាងពេលនោះដែរសិស្តក៏បានចេញមកអបអរទៅកាន់ជាងទៀតហើយអបអរទៅកាន់លោកម្ចាស់ទទួលទៅបានសិស្សថ្មីមួយទៀតហើយក៏បានផ្ដល់អំណោយមួយឲ្យទៅកាន់ជាងដើម្បីឲ្យទៅកាន់សិស្សរបស់គាត់ផងដែរដែលបន្ទាប់មកចឹងក៏បានបោះវាឲ្យទៅកាន់អាចារ្យរបស់យើងតែម្ដងនិងក៏បានដើរត្រឡប់ទៅវិញនិងក៏ព្រមទាំងនិយាយថានេះគឺជារង្វាន់សម្រាប់សិស្សថ្មីបន្ទាប់ពីបានឆ្ងល់ពេកនឹងអាចារ្យរបស់យើងនាងក៏បានមើលតែម្ដងដល់បន្ទាប់បើចេញមកគឺមានសភៅមួយអាវុធមួយជាមួយនឹងដបថ្នាំមួយផងដែរអ្នកគេនោះក៏បានស្រែកមកអើយនេះគឺជារបស់វិតមុនដែលមានកម្រិតព្រះអាចារ្យចាងសួររបស់យើងក៏បានឃើញហើយនាងក៏បានសួរតែម្ដងលោកគ្រូតើនេះគឺជារបស់ខ្ញុំមែនដែរទេចឹងក៏បានតបហើយប្រកាសណាស់ហើយនាងក៏បានទៅគោរpomម្ដងទៀតនិងអរគុណទៅកាន់លោកគ្រូធំផងដែរប៉ុន្តែចឹងក៏បានប្រាប់ឲ្យនាងនឹងឆាប់ងើបឡើងភ្លាមមកនិងក៏បាននិយាយផងដែរថាបើសិនជាអ្នកទៅនិកាយផ្នែកការសួរនោះមិនទេនៅផ្ទះរបស់ខ្ញុំក៏មានសម្រាប់ផ្សេងទៀតផងដែរប្រហែលជាអ្នកអាចប្រើប្រាស់បានហើយប្រកាសណាសម្រាប់របស់គាត់នឹងគឺជាកម្រិតព្រះនឹងឯងគ្នាយើងគួរតែដឹងហើយប៉ុន្តែអាចារ្យរបស់យើងក៏បានគិតផងដែរថានាងក៏មិនអាចទៅជាមួយនឹងគាត់បានឥឡូវនេះនោះទេព្រោះតែនាងត្រូវទៅរៀបចំទៅកាន់ក្រុងមួយរយៈពេលសិននិងក៏ព្រមនឹងគិតថាតើគាត់ខឹងទៅកាន់នាងដែរឬទេប៉ុន្តែចឹងក៏បានសួរហើយតើមានអ្វីផ្សេងទៀតមែនទេអាចារ្យរបស់យើងក៏បានសុំទៅកាន់ជាងដើម្បីស្នាក់នៅទៅកាន់ទីក្រុងនេះមួយរយៈពេលទៀតប៉ុន្តែគាត់ក៏បាននិយាយថា no problem គ្មានបញ្ហានោះទេចំពោះរឿងនេះនោះខ្ញុំនឹងជួបអ្នកនៅលើកាយផ្នែកឋានសួគ៌នៅលើក្រោយទៀតហើយនាងក៏បានក្រុមលាទៅកាន់លោកគ្រូតែម្ដងនិងបន្ទាប់មកសិស្សរបស់យើងក៏កាត់មកដល់នៃកាយផ្នែកឋានសួគ៌នៅវិញគឺជាសារប្រជុំនឹងឯងនិងក៏បានឃើញទៅកាន់ប្រពន្ធប្រចាកំពុងទៅពិភាក្សាគ្នាផងដែរគណៈពេលនោះរំបយេសៀក៏បាននិយាយផងដែរថាបន្តិចទៀតនៅកាយផ្គាល់លាន់នឹងប្រពន្ធទៅកាន់ពិធីមួយហើយគឺជាសន្និសីទក្បាច់គុណពិភពលោកនឹងឯងហើយគេក៏ចង់ជួបទៅកាន់ចាំងជាងផងដែរនិងព្រះចាយេហ្វេងក៏បាននិយាយផងដែរថាវាមិនមែនជារឿងធម្មតានោះទេគេប្រកាសចង់វិឆ្មក់ទៅកាន់ចាំងជាមិនខានឡើយហើយគណៈប្រដាប្រទេសចាំម្នាក់ទៀតក៏បានចេញមកជំទាស់តែម្ដងយ៉ាងណាមិនចាំងគឺជាដង្ហើមមួយនៃនិកាយផ្នែកឋានសួគ៌របស់យើងផងដែរបើសិនជាក៏មានរង្វេកើតឡើងនោះនិកាយរបស់យើងប្រកាសជាដួលក្រាំងជាមិនខានឡើយនិងគណៈពេលនោះលោកបយេសៀក៏បានពួកគេឈប់ឆ្លុះគ្នាព្រាមទៅគណៈពេលនេះប្រហែលជាចាំងនឹងមកដល់និកាយវិញហើយមើលទៅគណៈពេលដែលគាត់យើងមិនទាន់ផុតពីមាត់ផងនឹងចាំងក៏មកដល់តែម្ដងនឹងក៏បាននិយាយហើយខ្ញុំក៏បានប្រាប់ទៅកាន់លោកមើលបាក់ជាច្រើនដងទៅហើយយ៉ាងណាមិននោះសន្តិសិទ្ធិក្បាច់កូននៅក្នុងនិកាយផ្គាល់លាន់នឹងយើងគឺគួរតែទៅប្រពទៅកាន់ពិធីមួយនោះផងដែរដែលគណៈពេលដែលបានលើប្រទេសចាំម្នាក់ក៏ពិតជាមានការញាប់អាខ្លាំងមែនទែនចាំងក៏បាននិយាយផងដែរខ្ញុំគ្រាន់តែចង់នាំសាររបស់ខ្ញុំដើម្បីទទួលយកទៅកាន់បទពិសោធន៍ប៉ុណ្ណោះគ្រាន់តែបានលើលោកបយេសៀក៏បានចំទាស់តែម្ដងយ៉ាងណាមិននោះការសង្សឹករបស់និកាយផ្គាល់លាន់មិនមែនជាការលេងសើចដូចជាកូនក្មេងនោះទេនឹងចឹងក៏បានសួរបកទៅកាន់គាត់វិញតែម្ដងតែអ្នកគាត់ថាខ្ញុំនៅក្នុងនិកាយផ្នែកឋានសួគ៌មានសុវត្ថិភាពហើយមែនដែរទេគេមិនសង្សឹកមកកាន់ខ្ញុំទេមែនទេយ៉ាងណាមិននោះនេះគឺជាការប្រពៃពិធីដែលបែបពិភពលោកតែម្ដងអញ្ចឹងប្រហែលជានិកាយផ្គាល់លាន់មិនហ៊ានធ្វើអ្វីមកដល់យើងនោះទេនេះពេលដែលបានលើនឹងប្រតិចាយេហ្វេងក៏បានយកព្រមចំពោះរឿងមួយនេះផងដែរហើយបន្ទាប់មកទៀតរបស់យើងក៏កើតមកដល់និកាយផ្គាល់លាន់នៅវិញឃើញទៅកាន់លោកប្រតិចានៅនិកាយនឹងក៏បានប្រាប់កូនសិស្សរបស់គេឆាប់រៀបចំទៅកាន់អរិយវេទមន្តភ្លាមទៅនិងក៏ព្រមទាំងដៀលថាពួកឯងក៏ដូចជាបង្កើតមិនតបបានល្អនោះឡើយនោះទេនិងគណៈប្រដាប្រតិចាម្នាក់ក៏បានមកនិយាយទៅកាន់លោកមើលប៉ាក់នឹងផងដែរដែលយើងក៏បានស្គាល់ឈ្មោះទៅកាន់គាត់ថាសួនស៊ីនឹងឯងដែលគេក៏បានប្រាប់ថាអរិយវេទមន្តនេះគឺនៅសល់តែមួយចំណុចទៀតតែ
ប៉ុណ្ណោះគឺថាជោគជ័យទៅហើយនឹងនេះពេលនោះវាក៏អត់ណាម្នាក់នាំទៅកាន់កូននៃគ្រួសារខូនឹងមកទីនេះព្រាមមកហើយបន្ទាប់ពីអបៈនៃគ្រួសារខូនឹងមកដល់ហើយវាក៏បានជុំរៀបរាប់តែម្ដងលោកព្រះចាសនសៀអបៈចង់ជាពីវ៉ាន់វាប្រហើមកខ្ញុំលឹកខ្ទេចមុខខ្ទេចមាត់អស់ទៅហើយនេះក៏ត្រូវតើសងសឹកខ្ញុំផងដែរគណៈពេលណាគេក៏បានប្រអប់ប៉ហ្នឹងបើមកព្រាមទៅយើងក៏ត្រូវការໄວមួយពីឯងនឹងក៏បានដកព្រលឹងមួយពីខ្លួនរបស់ប៉ហ្នឹងតែម្ដងយ៉ាងណាមិញនោះអំណាចព្រលឹងនៃដាវមានតែនៅក្នុងខ្លួនរបស់ឯងតែប៉ុណ្ណោះនឹងក៏មានតែបែបនេះទេដើម្បីសងសឹកឲ្យឯងបាននឹងក៏បានបោះព្រលឹងនោះទៅកាន់អរិយវេទមន្តនឹងតែម្ដងដើម្បីវាដូរពណ៌ទៅកាន់ពណ៌ខៀវហើយវាប្រហែលជាបានសម្រេចហើយមើលទៅប្រសិនបើជាបច្ចឹងចេះនឹងម្ដងនោះអរិយវេទមន្តនោះចាក់សោទៅកាន់វាដោយអូតូម៉ាទិកតែម្ដងហើយប្រសិនបើជាវាគ្មានត្រីវិស័យអមតៈដើម្បីគេខ្លួននោះទេប្រកាសណាក្បួនមួយនេះនឹងចាត់ការទៅកាន់វាដោយគ្មានទីបញ្ចប់នោះឡើយហើយប្រសិនបើជាយើងចាំរយៈពេលរហូតដល់9ថ្ងៃទៀតនោះប្រកាសណាអរិយវេទមន្តនេះនឹងវាវត្តខ្លួនទៅកាន់អរិយវេទមន្តមួយដែលខ្លាំងនៅគ្មានទីបញ្ចប់នោះទេក៏សូម្បីតែបុព្វការីជនមកពីនិកាយផ្នែកឋានសួគ៌នឹងក៏មិនអាចកិច្ចរួចផងហើយប្រកាសណារួមជាមួយនឹងចាំងជាជាងផងដែរនឹងគេក៏បានអុកគ្នាសើចយ៉ាងអំនួតតែម្ដងហើយបន្ទាប់មកទៀតរឿងរបស់យើងក៏កាមកដល់ថ្ងៃដែលអ្នកកូននិយមគ្រប់កងកបៈនឹងមកប្រជុំគ្នានៅក្នុងនិកាយក៏លន់នឹងហើយយើងក៏បានឃើញទៅការអ្នកកូននិយមវ័យក្មេងមួយក្រុមផងដែរនឹងនៅទីនោះយើងក៏បានឃើញទៅការលោកបបៈនៃនិកាយក៏លន់កំពុងតែទទួលទៅការពួកគេនឹងអបៈនឹងវាក៏បានគ្រប់នឹងនិយាយផងដែរយ៉ាងណាមិញឪពុករបស់ខ្ញុំដែលមានឈ្មោះថាហងហានសាននឹងក៏បានឲ្យខ្ញុំមកចូលរួមក្នុងការប្រកួតក្បាច់គុនមួយនេះហើយសូមឲ្យលោកប្រតិចារនឹងណែនាំមកកាន់ខ្ញុំផងអបៈនឹងវាក៏បានសើចតែម្ដងមែននោះទេមិនអីនោះទេហើយក៏បានប្រាប់ពួកចោចានឹងចូលទៅខាងក្នុងព្រាមទៅនឹងគណៈពេលនោះដែរយើងក៏បានឃើញទៅការមនុស្សចំនួន2ក្រុមទៀតមកដល់នឹងក៏បានស្រែកថាខានជប់ទៅអានគ្នានឹងយូរណាស់មកហើយនឹងក៏សួរថាតើខ្ញុំមកយឺតដែរឬទេប៉ុន្តែលោកប្រតិចារនឹងក៏បានតបហើយមិននោះទេសូមគ្រប់ទៅកាន់បងស៊ូអឺនិងបងហានរីករាយដែលអ្នកទាំងពីរបានចូលរួមក្នុងការប្រកួតមួយនេះនឹងគណៈពេលនោះអបៈនឹងក៏បានសួរតែម្ដងខ្ញុំគឺបានលើថានៃការផ្នែកឋានសួគ៌ចូលរួមក្នុងការប្រកួតនេះដែរមែនដែរឬទេតើអ្នកចង់ខ្ញុំនឹងជន់ទៅកាន់និកាយរបស់វាមែនដែរឬទេនឹងអបៈនឹងវាក៏បានបោះសម្ដីផងដែរគណៈពេលនោះដែរនៃការស្រមោចតូចគឺបានមកដល់ទៀតហើយនឹងគណៈពេលនោះលោកមើលបយេសៀក៏បានស្រែកផងដែរលៃពូធានអញ្ចឹងក៏មានន័យថាអបៈនឹងមានឈ្មោះថាលៃពូធាននឹងឯងនឹងក៏បាននិយាយថាតើអ្នកបានចូលនៅកាយរបស់ខ្ញុំតាំងពីពេលណាមិនក៏ខ្ញុំមិនដែលឮបែបនេះនឹងគណៈពេលនោះអបៈលៃពូធាននឹងវាក៏បានបោះសម្ដីយ៉ាងលយទៀតហើយអញ្ចឹងមិនលោកព្រះចាស់នៃនិកាយព្រះឋានសួគ៌នឹងបានស្លាប់ហើយមែនដែរឬទេអញ្ចឹងបានចលិចកាន់ក្បាលរបស់ឯងមកបែបនេះគណៈពេលដែលបានលើចាស់អញ្ចឹងក៏បានមកនិយាយឌឺតែម្ដងចុះយ៉ាងមិនដែរទៅកាន់លោកព្រះចាស់ទាំង3ដែលបានស្លាប់នោះអបៈនឹងវាក៏បានស្រែកតែម្ដងឲ្យហ៊ាននិយាយឌឺមកកាន់យើងផងហេអញ្ចឹងមានន័យថាតើឯងជាអ្នកសម្លាប់ទៅកាន់ពួកគេទាំង3មែនដែរឬទេចាំងជាងក៏បានតបវិញថាចុះបើអញសម្លាប់តើវាយ៉ាងម៉េចទៅអបៈនឹងវាក៏បានស្រែកតែម្ដងឲ្យស្រមោចតូចតើណាគេផ្ដល់ភាពក្លាហានបែបនេះឲ្យទៅកាន់ឯងដើម្បីស្រែកមកកាន់យើងទៅហើយគណៈពេលនោះដែរព្រះចាស់សកហមម្នាក់ក៏បានស្រែកតែម្ដងក៏ពិតមែនហើយព្រោះថានៃការព្រះឋានសួគ៌គឺគ្រាន់តែជាស្រមោចមួយប៉ុណ្ណោះឯងមិនឆាប់ប្រកាសចេញពីទីនេះទៅព្រះចាស់ម្នាក់ទៀតក៏បានស្រែកផងដែរថាពួកឯងក៏គ្មានតម្លៃនោះទេហើយគណៈពេលនោះដែរអបៈម្នាក់ដែលជាកូនសិស្សរបស់ព្រះចាស់លៃធីងហ្វេងក៏បានស្រែកតែម្ដងខ្ញុំក៏ចង់សងសឹកឲ្យលោកគ្រូរបស់ខ្ញុំនឹងក៏បានសម្រងចូលទៅទាំងកាក់ក្លឿនតែម្ដងបន្ទាប់ពីការកាក់ក្លឿនរបស់វានឹងចឹងក៏បានដាក់ទៅកាន់អបៈនឹងមកដៃតែម្ដងបើដាក់វាទៅរយៈពេល80ម៉ែត្រមិនដឹងថាយ៉ាងម៉េចយ៉ាងម៉ានោះទេឃើញនៅការទីនោះនឹងផ្ទុះនឹងហុយទៅលោមទៅហើយចំណែកឯព្រះចាស់ទាំងពីរឯនេះវិញក៏នំនេះស្រែកតែម្ដងតែវាមិននឹងអាចទៅរួចទេព្រះចាស់លៃប៊ូធានក៏បានស្រែកផងដែរតើស្រមោតូម្នាក់នេះមានអំណាចបែបនេះមកពីណាទេអំណាចដ៏ខ្លាំងបែបនេះប្រកបណាគេប្រកបជាមានអាវុធវេទមន្តជាមិនខាននោះទេដែលបន្តបានចាត់ការហើយចឹងក៏ដូចជាមិនផ្លេចក្នុងការនិយាយឌឺនោះទេហើយលោកព្រះចាស់លៃយ៉ាងមិនតើអ្នកមិនជូនសិស្សពី2នាក់ទៀតដើម្បីមកឲ្យសងសឹកមកកាន់ខ្ញុំដែរទេមែនទេប៉ុន្តែសោកស្ដាយផងលោកនេះខ្ញុំដូចជាងុយដេកបានហើយសម្រត់ទៅកាន់កន្លែងដេកមុនហើយប៉ុន្តែបើចង់ទៅមើលនោះទេអ្នកក្នុងនេះកាយប្រកបរទាំងមួយនេះឲ្យរងចាំខ្ញុំនៅខាងក្រៅបានគឺថាតម្រង់ជួរគ្នាទៅកាលពេលដែលបានលើសម្ដីសាបប៉ុន្តែចុកបែបនេះហើយព្រះចាស់ធាននឹងក៏បងស្រ័យតែម្ដងឲ្យចង្រៃយល់យើងក៏ចង់ឲ្យឯងដេកនៅទីនេះនឹងក៏បានបញ្ជាក់ថាពលរបស់គាត់ធ្វើឲ្យរយៈអាវតែម្ដងប៉ុន្តែគណៈពេលនោះក៏ត្រូវបានព្រះចាស់អាវខឿននឹងមកខត់តែម្ដងថានេះគឺជាការប្រពៃរបស់និកាយរបស់យើងកុំធ្វើឲ្យបាក់មុខអីនឹងក៏ព្រមទាំងបានសប្ថាហាអ្នកមើលស្រឡាញ់គេម្នាក់ឯងអីយ៉ាងច្រឡំមាត់និយាយការពិតបាត់ទៅហើយយ៉ាងណាមិញនោះខ្ញុំក៏មានផែនការមួយនៅពេលយប់នេះដើម្បីចាត់ការទៅកាន់ណាក្អូនម្នាក់នឹងផងដែរហើយវាក៏បានប្រាប់ចឹងផងដែរថាបន្ទប់គឺខ្ញុំបានរៀបចំហើយទៅហើយបន្ទប់មកសិនរបស់យើងក៏កាមកដល់ពេលយប់នេះវិញនឹងក៏ព្រមទាំងបានឃើញទៅកាន់តែជារបស់យើងដេកស្រមុកមិនចាញ់អ្នកមើលប្រមាណនោះទេឡើងក្រកពេញតែនឹងឯងហើយគណៈប្រតិបត្តិប្រជាទាំងពីរនៃនិកាយផ្គរផ្ទះក៏បានមកដល់តែម្ដ
ម្ដងហើយប្រជាចាធាននឹងក៏បាននិយាយទៀតហើយហេឆាប់ធ្វើវាឲ្យលឿនឡើងព្រាមមកនិងប្រជាចាអាវខៀវរបស់យើងក៏ដូចជាមិនចាំយល់ដែរក៏បានបើកទៅកាន់ត្រាបករទេរបស់គេដែលគឺជាអរិយវត្តមន្តដែលបានរៀបចំហើយនឹងតែម្ដងរីឯអរិយវត្តមន្តនឹងវិញវាក៏បានបញ្ចេញទៅកាន់កងទ័ពចំនួន3នាក់ផងដែរដែលជាកងទ័ពករទេនឹងឯងដើម្បីទៅចាត់ការទៅកាន់ចាំងយាជាងរបស់យើងប៉ុន្តែក៏ដូចជាពួកចោចចាមចូលមិនទាន់ទៅដល់ផងពលឺមួយក៏បានរុញច្រានទៅកាន់ពួកវាចាក់ចេញពីខ្លួនរបស់ចាំងយាជាងតែម្ដងហើយពួកគេនៅខាងលើក៏បានថានេះគឺជាអាវទឹកផងដែរឬក៏គេហៅបានម្យ៉ាងទៀតថាសម្លៀកបំពាក់ពិសិដ្ឋរបស់ព្រះឋានសួគ៌និងប្រជាចាល័យធានក៏បានរូផងដែរវាក៏ដូចជាមិនចម្លែកនោះទេដែលប្រជាចារបស់យើងទាំងអស់នឹងមិនអាចសម្លាប់ទៅកាន់គេបាននិងគណៈប្រជាចាអាវខៀវនឹងក៏បានផ្ដល់យោបល់ទៀតហើយយ៉ាងណាមិនយន្តករទេរបស់បករបស់យើងនោះគឺអាចកាត់បន្ថយទៅកាន់សមត្ថភាពនៃអាវពិសេសនេះបានយ៉ាងណាមិននោះយើងក៏អាចប្រើទៅកាន់អរិយវេទមន្តនេះម្ដងទៀតដើម្បីសម្លាប់ទៅកាន់ចាំងយាជាងផងដែរប៉ុន្តែយើងក៏មានទៅកាន់ផលវិបាកមួយផងដែរដោយសារតែគ្មាននរណាគេម្នាក់អាចចូលចិត្តទៅកាន់វាបាននោះទេក៏ប៉ុន្តែប្រជាចាល័យធានគាត់ក៏បានតបតែម្ដងតើឯងមិនដឹងដែរទេមែនដែរទេថាអ្នកខ្លះប៉ុណ្ណាក៏នៅតែចាញ់ក្រោមដៃរបស់ស្រីស្អាតដែរហើយខ្ញុំក៏មានបេក្ខជនម្នាក់ដែលសមរម្យចំពោះរឿងមួយនេះផងដែរនឹងមើលទៅកាន់ចាំងយាជារបស់យើងក៏កំពុងតែដេកលក់មិនទាន់ប្រមាណផងគណៈពេលនោះក៏មានឲ្យបើកទ្វារមកតែម្ដងនៅរឿងម្នាក់ក៏បានចេញមកនឹងក៏បាននិយាយទៀតហើយគ្រាន់តែបិទយន្តទៅប៉ុណ្ណោះប្រកាសដាក់ខ្ញុំប្រកាសជាឡើងតំណែងយ៉ាងស្រួលតែម្ដងចាំមើលទៅនឹងយើងក៏បានឃើញមកទៅកាន់អាចារ្យម្នាក់តែម្ដងឡើងស្អាតហើយឡើងធំតែម្ដងនឹងក៏បាននិយាយទៀតហើយរាត្រីដ៏ស្រស់ស្អាតមួយនេះខ្វះខ្ញុំមិននឹងបានទៅនឹងនិយាយចឹងក៏បានឃើញក៏បាននិយាយថាស្រីស្អាតអាចារ្យរបស់យើងក៏បានថាតើវាល្អដែរទេលោកម្ចាស់ចឹងក៏បានថាប៉ុណ្ណាគឺពិតជាល្អខ្លាំងណាស់ហើយគណៈពេលដែលនាងចង់ដួលទៅនឹងគឺថាចឹងគឺបានកិច្ចបាត់ទៅហើយនឹងក៏បានដៀបផងដែរថាល្បិចកាប់បែបនេះមិនអាចទៅស៊ីទៅកាន់គាត់បាននោះទេហើយបន្ទាប់បាននឹងថាបរាជ័យហើយពួកកងទ័ពរបស់ទីលើកមុនវាក៏បានស្រុតចូលមកម្ដងទៀតតែម្ដងអាចារ្យរបស់យើងជារកាពេលនោះក៏បានបញ្យន់ផងដែរប៉ុន្តែក៏បានស៊ីមួយកំភ្លៀងវិញរបស់ចាំងយាជាងផងដែរនឹងនាងពេលរដាទៀតនោះក៏មានការបន្ទោយ៉ាងខ្លាំងក្លាតែម្ដងប្រជាទាំងពីរលើតបូនហើយក៏បាននិយាយហើយវាក៏ពិតជាដំណើរការមានអ្វីកម្រិតព្រះស្អីទៅស្រមោចគឺនៅតែជាស្រមោចដដែលនោះទេហើយគណៈប្រដាយើងក៏បានឃើញទៅកាន់ចាំងយាជានឹងចេញមកខាងក្រៅនិងក៏បានហោះមកខាងលើតែម្ដងនិងក៏បាននិយាយថាវាក៏ពិតជាល្បិចមាននិងប្រជាលៃពូធានក៏បាននិយាយទៀតហើយតើឯងមិនទាន់ស្លាប់ទេមែនដែរទេនិងពួកគេក៏បានស្រែកហើយវាមិននឹងងាយទៅរួចទៅហើយគណៈបណ្ឌិតប្រជាម្នាក់នឹងក៏បានប្រាប់ទៅកាន់ខ្លារន្ទះជាច្រើនចេញអំពីអរិយវត្តមន្តនឹងដើម្បីវិប្រហារទៅកាន់ចាំងយាជាងតែម្ដងប៉ុន្តែក៏ដូចជាមិនអាចធ្វើអ្វីទៅកាន់ចាំងយាជានោះទេគឺគាត់គេយ៉ាងងាយស្រួលនឹងឯងបន្ទាប់មកក៏បានប្រាប់ទៅកាន់បានដែរក្រឡោកភ្នំដើម្បីវិប្រហារតបទល់ជាមួយនឹងពួកគេតែម្ដងនិងប្រជាអាវខៀវក៏ដូចជាជឿចក្រមន្ទិននឹងក៏បានស្រែកហើយតែគេក៏មិនអាចរត់ចេញអំពីត្រារបស់យើងបាននោះទេប៉ុន្តែគួរស្ដាយទៅរបស់យើងគណៈពេលនេះភាគនេះគឺបានបញ្ចប់បាត់ទៅហើយក៏សូមជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយ